លបួងក្មេងស្រីអាយុ14ឆ្នាំផឹកទឹកថ្នោតជូរស្រវឹងរួចនាំគ្នាចូលផ្ទះសំណាក់រួមភេទជាបន្តបន្ទាប់ចាប់បានម្នាក់កិច្ចខ្លួនម្នាក់យុវជនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកកណ្ដាលស្ទឹងធ្វើការឃាត់ខ្លួនភ្លាមក្រោយទទួលបានពាក្យបណ្ដឹងពីអាណាព្យាបាលពាក់ព័ន្ធករណីនាំក្មេងស្រីអនិច្ចជនអាយុក្រោម15ឆ្នាំទៅផឹកស៊ីរហូតដល់ស្រវឹងរួចនាំគ្នាចូលផ្ទះសំណាក់ដើម្បីរួមភេទជាមួយបកពួកម្នាក់ទៀតបានសម្រេចជាបន្តបន្ទាប់ហេតុការណ៍ខាងលើបានកើតឡើងកាលពីថ្ងៃទី7មករា2026វេលាម៉ោងប្រមាណ 12:00 នាទីរំលងអាធ្រាត្រនៅចំណុចផ្ទះសំណាក់យីហោសុខុមម៉ារ៉ាឌីស្ថិតក្នុងភូមិស្រុកចេកឃុំបឹងខ្ចាងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលត្រូវបានឃាត់ខ្លួនខាងលើមានឈ្មោះផែនរក្សាហៅឆាងភេទប្រុសអាយុ19ឆ្នាំមានទីលំនៅភូមិចំបក់ត្រប់ឃុំព្រែករកាស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលមានវិជ្ជមានសារធាតុញៀនក្នុងទឹកនោមចំណែកបកពួកគេម្នាក់ទៀតដែលកំពុងរត់គេចខ្លួនមានឈ្មោះខឹមភិរិទ្ធហៅប៉ោងអាយុ18ឆ្នាំរីឯជនរងគ្រោះគឺជាក្មេងស្រីអនិច្ចជនអាយុ14ឆ្នាំមានទីលំនៅក្នុងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលសមត្ថកិច្ចបានឲ្យដឹងទៀតថានៅមុនពេលកើតហេតុមានស្ត្រីម្នាក់ឈ្មោះស្រីលក្ខអាយុ24ឆ្នាំបានទៅបបួលក្មេងស្រីរងគ្រោះដល់ផ្ទះដើម្បីទៅផឹកទឹកត្នោតជូរពេលកំពុងផឹកស៊ីនៅតូបមួយកន្លែងក្នុងភូមិរោងគោឈ្មោះស្រីលក្ខបានទូរស័ព្ទហៅសង្សាររបស់ខ្លួនមកផឹកជាមួយដោយមានដឹកជនសង្ស័យទាំងពីរនាក់មកជាមួយផងពួកគេបានផឹកទឹកត្នោតជូរអស់3ថូរហូតមានការស្រវឹងរៀងៗខ្លួនក៏ដប់គ្នាទៅរកផ្ទះសំណាក់សមត្ថកិច្ចបានបញ្ជាក់ថាពេលទៅដល់ផ្ទះសំណាក់ឈ្មោះស្រីលក្ខបានចូលបន្ទប់ជាមួយសង្សាររបស់គេបាត់ទៅចំណែកឯក្មេងស្រីត្រូវបានជនសង្ស័យទាំងពីរនាក់នាំចូលទៅក្នុងបន្ទប់មួយទៀតដោយឃើញឱកាសល្អនិងស្ថានភាពជនរងគ្រោះកំពុងស្រវឹងផងនោះជនសង្ស័យទាំងពីរនាក់បានធ្វើសកម្មភាពរួមភេទជាមួយក្មេងស្រីរងគ្រោះជាបន្តបន្ទាប់ក្នុងនោះជនសង្ស័យឈ្មោះផែនរក្សាបានធ្វើសកម្មភាពរួមភេទជាមួយជនរងគ្រោះមុនរួចទើបបកពួកម្នាក់ទៀតឈ្មោះខឹមភិរិទ្ធហៅប៉ោងចូលទៅធ្វើសកម្មភាពរួមភេទបន្តតាមក្រោយរហូតបានសម្រេចទាំងពីរនាក់ទើបត្រឡប់មកផ្ទះវិញប្រពន្ធដដែលបានបន្តថាលុះមកដល់ផ្ទះម្ដាយរបស់ជនរងគ្រោះមានការសង្ស័យដោយឃើញកូនស្រីមានសភាពស្លេកស្លាំងខុសពីធម្មតាក៏បានសាកសួរទើបកូនស្រីរាយរាប់ប្រាប់ពីដំណើររឿងភ្លាមនោះម្ដាយរបស់ជនរងគ្រោះបានសម្រេចដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែករកាដើម្បីឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌បច្ចុប្បន្នជនសង្ស័យឈ្មោះផែនរក្សាត្រូវបានកម្លាំងជំនាញប្រឆាំងការជួញដូរមនុស្សនិងការពីអនិច្ចជននៃអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងឃាត់ខ្លួនកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់និងកំពុងស្រាវជ្រាវតាមចាប់ខ្លួនបកពួកម្នាក់ទៀតដែលកំពុងរត់គេចខ្លួន